កម្មវិធីទំនាយសុបិនវិទ្យុ FM ជាតិក្នុងក្រាំងដែលមានខេត្តកំពង់ឆ្នាំងកម្រិត 92.3 MHz សូមស្វាគមន៍កម្មវិធីទំនាយសុបិនចាប្រិមត្តជាទីគោរពនិងជាទីស្រឡាញ់រាប់អានព្រោះត្រាប់ជាខ្ញុំនៅក្នុងកម្មវិធីទំនាយសុបិនជាដែលកម្មវិធីទំនាយសុបិននៅពេលនេះនាងខ្ញុំនឹងលើកយកអត្ថបទមួយពាក់ព័ន្ធនឹងការដែលសុបិនឃើញសាច់ខ្លាថាការដែលសុបិនឃើញសាច់ខ្លានោះមានអត្ថន័យយ៉ាងណានោះក៏សូមពុកម៉ែបងប្អូនស្ដាប់ជាមួយនាងខ្ញុំដូចតទៅចាការដែលសុបិនឃើញសាច់ខ្លាបើតាមជំនឿសុទ្ធតែចង់បញ្ជាក់ពីអត្ថន័យល្អឬអាក្រក់មកព្រមគ្នាប៉ុន្តែក៏អាស្រ័យលើរូបភាពដែលអ្នកបានឃើញនៅក្នុងសុបិននោះផងដែរចាការដែលសុបិនឃើញខ្លាមានន័យថាអំឡុងពេលនេះអ្នកនឹងត្រូវបានចាប់ឲ្យដំឡើងមុខងារចំណែករឿងលុយកាក់នឹងហូរចូលមកដោយសារតែអ្នកប្រឹងពេលនេះធម្មពលជីវិតនេះហាក់ជាឡើងខ្លាំងចូលខិតខំប្រឹងប្រែងបន្តទៀតសុបិនឃើញខ្លាខាំបញ្ជាក់ថាអំឡុងពេលនេះអ្នកមានឱកាសទទួលបានលាភសំណាងពីអ្នកផ្ទុយភេនមនុស្សនោះនឹងនាំវាសំណាងមកឲ្យយើងផ្ទុយផ្ទួនជាពិសេសបដាក់ទុនប្រកាសជារលូនតែយ៉ាងណាក៏ត្រូវពិនិត្យឲ្យបានល្អិតល្អន់ផងដែរសុបិនឃើញខ្លាកំពុងដេញអ្នកមានន័យថាអំឡុងពេលនេះបើគិតចង់ធ្វើអ្វីមួយវាជាឧបសគ្គដែលមករារាំងមិនឲ្យដំណើរការទៅមុខប៉ុន្តែយ៉ាងណាក៏ដោយក៏ត្រូវព្យាយាមជំនះរាល់បញ្ហាទាំងនោះទើបអ្នកបានជោគជ័យផងដែរសុបិនឃើញខ្លួនឯងសម្រាប់ខ្លាមានន័យថាប្រសិនបាននរណាម្នាក់ឈឺរោគសញ្ញាទាំងនោះនឹងប្រសើរឡើងវិញបន្តិចម្ដងមិនថាជាអ្នកឬគ្រួសារទេចាប្រិមត្តជាទីគោរពនិងជាទីស្រឡាញ់រាប់អានកម្មវិធីទំនាយសុបិននៅពេលនេះក៏បានបញ្ចប់ទៅផងដែរចានាងឱកាសក្រោយនាងខ្ញុំនឹងលើកយកកម្មវិធីទំនាយសុបិនដែលប្លែកៗមួយជម្រាបជូនពុកម៉ែបងប្អូនជាបន្តទៀតចាខណៈពេលនេះដែរវត្តមានរបស់នាងខ្ញុំនៅក្នុងកម្មវិធីទំនាយសុបិនក៏សូមអរគុណសូមគោរពលា